join event នៅ Connect Station មួយខ្ញុំ មុននឹងទៅ event ចាសូមធ្វើការផាត់មុខសិនព្រោះអីខ្លាចទៅដល់នោះទៅអ្នកឃើញមុខស៊ីនអញ្ចឹងគេរត់ណាបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវនេះខ្ញុំធ្វើការដាក់ foundation concealer អីយ៉ាឥឡូវត្រូវការកាហ្វេសិនចាអត់អាចអត់កាហ្វេបានទេតមកទៀតត្រូវការដាក់ eye shadow ហើយខ្ញុំពុតរោមភ្នែកបើសិនពុតរោមភ្នែកនេះស្រួលណាស់គ្រាន់តែយើងពុតចឹងទៅវាក្តៅអ៊ុនៗរោមភ្នែកយើងងឡើងហ្មងនេះសម្រាប់កំលើកបាយដល់ក្នុងលើកន្លែងពុកផាត់មុខខ្ញុំក៏ធ្វើការដាក់ជាមួយនឹង powder ដើម្បីទប់ជាតិខ្លាញ់របស់យើងឲ្យបានយូរបន្ទាប់មកខ្ញុំក៏ contour ជាមួយនឹងខ្ទង់ច្រមុះដោយសារស្រួចរបស់ខ្ញុំចាបើអត់ contour ទេគឺអាចនឹងចាញ់គេកន្លែងនេះខ្ញុំគូសថ្នាក់ដកខំផ្នែកក៏បងប្អូនគូសឲ្យដូចក្រែតារាក្រែគេគូសមិនយើងគូសចឹងណាដូចក្រែដូចគេចឹងណាចូលមកដល់វគ្គគូសចាមលើកទី1ចានេះគូសចាមត្រូវនិយាយមែនអមជាមួយនឹងការដាក់នឹង eyeliner ចារួចរាល់ហើយខ្ញុំក៏ថែមជាមួយនឹង color ថ្ពាល់ដែរបងប្អូនបើសិនជាចង់លាបក្រែមឲ្យវាចេញពណ៌ម៉ត់ដិតទៅបងប្អូនអាចយក concealer យកមកតាប់លើមាត់ដូចខ្ញុំបានណាហើយយើងគូសជាមួយនឹង lip liner ឬក៏យើង blend នេះជាមួយនឹងក្រែមទៅវាចេញពណ៌ចេញម៉ត់ដិតហ្មងបងប្អូនហើយស្អាតហ្មងវាឃើញច្បាស់ចឹងណារួចរាល់ហើយខ្ញុំក៏ពាក់កវិលប៉ុន្តែមានការអត់ជឿជាក់ជាមួយនឹងការពាក់កវិលកងធំនេះក៏សួរទៅលើ manager ប្រាប់ថាឲ្យដូរចេញទៅដាក់កវិលនេះវិញវាឃើញសមជាងតែទៅពេលមើលវីដេអូខ្ញុំមានអារម្មណ៍ថាខ្ញុំពាក់កវិលកងស្អាតជាងតើបងប្អូនឥឡូវជ្រុលទៅពាក់អញ្ចឹងតែងខ្លួនរួចហើយតែឥឡូវនេះមុននឹងបានចេញទៅគឺត្រូវការយកទឹកស្ដែកយកអីទៅលក់ដូរនៅកន្លែងកម្មវិធីព្រោះគេផ្ញើទិញហើយ manager ខ្ញុំក៏កំពុងតែរៀបចំខ្លួននិយាយទៅទំមតែបានចេញទៅនឹងគឺថាមានឧបសគ្គជាច្រើនហ្មងព្រោះឧបសគ្គក្នុងការថតរូបចាតែយើង finally ក៏បានទៅដល់កម្មវិធីហើយថតរូប and on នៅខាងក្រៅតែក៏បានទៅជួបមិត្តភ័ក្តិនៅខាងក្នុងដើម្បីថែមនៅបជ្រុយចាតែឥឡូវយើងមកដល់កន្លែងកម្មវិធីហីយើងស្រែtoàn vào cái món đó liền bay khôngនេះគ្រាន់តែជាសកម្មភាពខ្លះៗដែលខ្ញុំបានថតទេណាបើសិនជានៅក្នុងកម្មវិធីរបស់គេគឺវែងមែនតើអ្នកទាំងអស់គ្នានិយាយទៅការធ្វើកម្មវិធីមួយនេះគឺគេបានបង្ហាញពីរឿងថ្មីរឿង BL ហើយក៏បាន spoiler រឿងទី2ដែរអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នានឹងបានចូលរួមទស្សនាបានច្រើនណាបាយបាយទៅផ្ទះវិញហើយហប់ខ្លាំងណាស់គាត់អាចដោះចេញលឿនបាក់ចូលមកចូលទៅទឹកទៀត